ធ្វើការហត់តឡើងពេញមួយថ្ងៃយាយបើភ្នែកវិញព្យាយាមសម្លងមើលរហូតមិនថាកុំព្យូទ័រ laptop ឬក៏ទូរស័ព្ទអីយាយពេលខ្លះក៏មានអារម្មណ៍ថាភ្នែកយើងហត់នឿយស្វាងហើយក៏ផលដែរពេលខ្លះទៀតខំធ្វើការឡើងអត់បានគេងធ្វើឲ្យភ្នែកមានបញ្ហាខ្មៅឈឺជួញអីហ្នឹងក៏មានដែរដើម្បីការពារកុំឲ្យបញ្ហាទាំងអស់ហ្នឹងវិវត្តទៅកាន់តែខ្លាំងណាអ្នកទាំងអស់គ្នាអាចជ្រើសរើសផលិតផលព្យាបាលឬក៏ការពារបានដូចជាប្រភេទទឹកបតក់ភ្នែករបស់ជប៉ុនទាំងអស់នេះអញ្ចឹងទាំងអស់នេះគឺយើងហៅថាជាវីតាមីនជំនួយភ្នែកវីតាមីនភ្នែកពីរនេះគឺខុសតែកម្រិតគ្នាយេដែលមានវីតាមីន B6 វីតាមីន A វីតាមីន E ដើម្បីជំនួយស័ក្តិសមសម្រាប់ភ្នែករមាស់ហើយនិងអស់កម្លាំងបើប្រែរ៉ូតូនេះវិញមានឡើង4វីតាមីននៅក្នុងហ្នឹងបើសិនជាមានបញ្ហាភ្នែករឿងផលឡើងក្រហមអាចជ្រើសរើសប្រើម៉ាកនេះបានភ្នែកសម្លឹងទៅក្រៅមើលថ្ងៃអត់ការទេពេលមើលទៅចេះតែឈឺមិនថាទូរស័ព្ទគាត់អាចបើកទៅលើខ្លាំងដែរចឹងបងអាចជ្រើសរើសប្រើ brand Lychee នេះបានអាសាចុករយអស់កម្លាំងខ្លាំងចាំបងជ្រើសរើសប្រើជាមួយនឹង brand FX នេះបើមួយនេះវិញស័ក្តិសមសម្រាប់អ្នកដែលគាត់អង្គុយនៅមុខកុំព្យូទ័រយូរម៉ោងពន្លឺខៀវអីហ្នឹងគឺប៉ះពាល់ភ្នែកបងច្រើនអាចប្រើជាមួយនឹងទឹកបតក់ភ្នែកនេះបាននេះក៏ល្អសម្រាប់អ្នកដែលគាត់អង្គុយនៅមុខកុំព្យូទ័រយូរម៉ោងដែរគ្រាន់តែមួយនេះវាមានជាសារធាតុត្រជាក់ហើយល្អសម្រាប់អ្នកដែលគាត់ពាក់ឡេនស្ងួតហើយឡើងក្រហមបងអាចជ្រើសរើសទឹកបតក់ភ្នែកមួយនេះបានវីតាមីនបតក់ភ្នែកសម្រាប់អូនតូចៗនេះគឺការពារពីការរមាស់រលាកភ្នែកឬក៏គាត់ចុចទូរស័ព្ទយូរម៉ោងអីហ្នឹងអាចឲ្យគាត់បតក់ជាមួយវីតាមីនរបស់កូនក្មេងនេះបានមួយនេះជាប្រភេទម៉ាប់បិទខោភ្នែក texture របស់គេជាប្រភេទសាច់ចាស់ដែលធ្វើឲ្យយើងមានអារម្មណ៍ថាត្រជាក់ពេលដែលបិទទៅជួយកាត់បន្ថយភាពជ្រីជ្រួញនិងភាពស្អាតនៅក្រោមភ្នែកបានយ៉ាងល្អសម្រាប់ពីរនេះក៏ជាម៉ាប់បិទភ្នែកដែរខាងលើនេះស័ក្តិសមសម្រាប់ភ្នែកគាត់ឈួនកន្ទុយភ្នែកហើយខ្មៅស្អាតនៅក្រោមភ្នែកគាត់អាចជ្រើសរើសប្រើពណ៌សបានប៉ុន្តែបើភ្នែកគាត់មានបញ្ហាស្លក់ដក់អាសាប៉ោងនៅក្រោមភ្នែកអាចប្រើពណ៌ខ្មៅខាងក្រោមសម្រាប់ Macose នេះវិញគឺជួយព្យាបាលបញ្ហាភាពជ្រីជ្រួញនៅលើស្បែកមុខបានយ៉ាងល្អខ្លាំងមែនតើមិនថាក្រោមភ្នែកឬក៏កេនបបោមាត់នោះទេ Orica នេះគឺជួយផ្ដល់សំណើនិងបន្ថែមភាពជ្រីជ្រួញនៅបញ្ហាឈួយកន្ទុយភ្នែកបានយ៉ាងល្អចាំចំណាយពេល15នាទី10នាទីដើម្បីបិទម៉ាស់ទេអាចជ្រើសរើសប្រើលូម៉ាស់នេះក៏បានដែរបងជាប្រភេទម៉ាស់បិទឲ្យចូលគេងយកហ្មងបានបន្ទាប់ពីមើលថែភ្នែកដល់ការបិទម៉ាស់ហើយកុំរំលងជាមួយនឹង skin care ភ្នែកចាបងតែភ្លេចខ្លួនហ្នឹងជួយអត់ដឹងខ្លួនទេចឹងសម្រាប់ Juicy Moist នេះគឺជាប្រភេទសារ៉ូមលាបជុំវិញរំពុំភ្នែកស័ក្តិសមសម្រាប់អ្នកដែលគាត់ប្រើ mascara ផាត់មុខខ្លាំងឬក៏គាត់អាសាបិទតបភ្នែកពីរជាន់អីហ្នឹងអាចជ្រើសរើសប្រើប្រភេទនេះដើម្បីជួយឲ្យភ្នែកគាត់ទន់មានសំណើមឡើងវិញនិងកាត់បន្ថយភាពជ្រីជ្រួញសម្រាប់សារ៉ូមលាបខំភ្នែកនេះជាប្រភេទ All in One Accent ដែលមានមុខងារជួយឲ្យភ្នែកបងនិងកាត់បន្ថយភាពជ្រីជ្រួញពន្យាភាពចាស់កាត់បន្ថយបញ្ហាខ្មៅក្រោមភ្នែកបានយ៉ាងល្អមកហើយក៏អាចយកសារ៉ូមមួយហ្នឹងទៅព្យាបាលភាពជ្រីជ្រួញនៅគែមបបោមាត់បានផងដែរ Sofina នេះក៏ជួយព្យាបាលបញ្ហាស្នាមជ្រីជ្រួញនៅលើគែមបបោមាត់និងក្រោមភ្នែកបានយ៉ាងល្អផងដែរប៉ុន្តែគឺផ្ដោតខ្លាំងទៅលើអ្នកដែលគាត់មានរបាំងការពារស្បែកខ្សោយខ្មៅដោយផែនដាស្លក់ដក់អីហ្នឹងបងអាចជ្រើសរើសប្រើជាមួយនឹងប្រែមួយនេះបានដែលកាត់បន្ថយបញ្ហាទាំងអស់ហ្នឹងបានល្អណាស់ឯគ្រីមនេះកាន់តែផលគឺកាន់តែក្មេងមកដែលសិនតែទីបរបស់គេហ្នឹងគឺមានក្បាលលុញម៉ាសាទៀតផងតែខ្មៅហើយរៀងមានស្នាមឡាញឈួនកន្ទុយភ្នែកអីហ្នឹងអាចជ្រើសរើសប្រើសារណាបានបងបាត់ទាំងខ្មៅបាត់ទាំងឈួនបើសិនជាបងគេងអត់គ្រប់គ្រាន់ទេអាចប្រើជាមួយនឹង Cose Glitter នេះបានមួយជាប្រភេទសារ៉ូមួយទៀតជាប្រភេទគ្រីមមួយទៀតបងយើងក៏មានជាចំហួយជំនួយភ្នែកដែរចំហួយនេះក៏ក្មេង6ឆ្នាំឡើងទៅគឺគាត់អាចទទួលទានថ្ងៃតែ2គ្រាប់ពេជំនួយឲ្យភ្នែកមានសុខភាពល្អមើលកាន់តែច្បាស់បើសិនជាអ្នកទាំងអស់គ្នាកំពុងតែស្វែងរកផលិតផលណាដែលជួយមើលថែភ្នែកបងអាចមក shopping នៅក្នុងហាង Luxury បានដែលសារតែផលិតផលទាំងអស់ហ្នឹងគឺមានលក់នៅក្នុងហាងយើងអាចមកដល់ទីតាំងហ្មងក៏បានដែរណាដែលយើងមានលក់នៅសាខាពេញហូតនិងនៅបឹងកេងកងមួយអ្នកទាំងអស់គ្នាក៏អាចឆាតកម្មក្នុងអនឡាញក៏បានដែរ